យើងអាចប្រើ Gemini AI នេះគឺ full បាទ full បាទថា Pro ដោយយើង free គឺខាងក្រុមហ៊ុន free រយៈពេល15ខែបាទហើយយើងទៅស្នើសុំទាំងអស់គ្នាបងប្អូនអរគ្នាចឹងទីមួយបងប្អូនលើកបង្កើត email ថ្មីមួយបងប្អូនបាទយើងបង្កើត email ថ្មីនេះយើងបង្កើត email ថ្មីហើយបាទ Gmail ថ្មីនេះយើងបង្កើតដូចហ្នឹងបងប្អូនគ្នាបាទចឹងបងប្អូនគ្នាតែបង្កើត email ថ្មីមួយមកឥឡូវយើងបង្កើត email ថ្មីហើយចឹងយើងនេះបងប្អូនគ្នានេះ Google AI Gemini ហ្នឹងយើងអាចប្រើ free ណាឥឡូវយើងទីមួយគឺបងប្អូនបង្កើត email ថ្មីបន្តទៀតមកគឺបងប្អូនចូលទៅកាន់ Google ហើយបងប្អូនពាក្យពាក្យថា extension ណា extension ជ្រុំ web store ណានេះជ្រុំ web store តែបងប្អូនចូលលើ extension ជ្រុំ web store ហ្នឹងមកបាទអញ្ចឹងយើងនឹងធ្វើការ install extension ចូលទៅក្នុងbrowser Chrome របស់យើងដើម្បីធ្វើការchange VPN ពី Cambodia ទៅ United States ហ្នឹងទៅសហរដ្ឋអាមេរិកអញ្ចឹងយើងដូរទីតាំងពីខ្មែរយើងទៅសហរដ្ឋអាមេរិកបាទយើងអាចស្នើ Gemini Pro នឹងបានណាអញ្ចឹងយើងប្រើជាមួយនឹង Turbo VPN បងប្អូនគ្នាបាទអញ្ចឹងបងប្អូនវាយពាក្យ Turbo VPN មកអញ្ចឹង VPN ហ្នឹងគឺយើងអាច change ផ្លាស់ប្ដូរទីតាំងពីខ្មែរយើងទៅកាន់សហរដ្ឋអាមេរិកបានអញ្ចឹងយើងចូលក្នុង Turbo VPN ហើយយើងចុច add extension មកដើម្បីឲ្យ add extension ហ្នឹងបងប្អូនគ្នាបាទអញ្ចឹងយើង add extension ហើយយើងនេះបងប្អូនគ្នាយើងអាច change ទៅអាមេរិកបានបាទបន្ទាប់ពីយើងបាននេះហើយយើងចូលទៅកាន់ Thamel ទៀតបងប្អូនគ្នាអញ្ចឹងបងប្អូនចូលទៅកាន់ website មួយយើងវាយពាក្យថា e-thamel ណាអញ្ចឹងវាយអក្សរ e t e m p m a i l.com អញ្ចឹងបងប្អូនចូលទៅកាន់ Thamel e-thamel ហើយបងប្អូន change យក domain name យកឲ្យមានកតុយ edu ណាបាទហើយយើងចុច change មកទៅចុច change មកវាចេញនេះចុច change នេះមក change ទៅវារងចាំបន្តិចទៅវា load ទៅនេះ edu ចេះហើយណាបាទព្រោះយើងត្រូវការ mail edu ដើម្បី verify ជាមួយនឹង Google Gemini នេះបងប្អូនគ្នាបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមទីមួយគឺបងប្អូនត្រូវបើក VPN សិនណាអញ្ចឹងចូលបើក VPN ទៅចេញចូល VPN ណាយើងចូលបើក VPN យើងចេញចូលសហរដ្ឋអាមេរិកទៅបងប្អូនគ្នាបាទអញ្ចឹងយើងកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយបាទឥឡូវនេះ connect ហើយណាអញ្ចឹង connect ហ្នឹងមានន័យថាយើងជាប់ក្នុង location នៅសហរដ្ឋអាមេរិកហើយបាទអញ្ចឹងឥឡូវយើងបានមានន័យថាម៉ាស៊ីនកុំព្យូទ័រយើងនៅក្នុងសហរដ្ឋអាមេរិកហើយណាអញ្ចឹងយើងចូលទៅកាន់ចូលទៅកាន់website ទៅកាន់ link មួយទៀតបងប្អូនគ្នាចង់វាយ link មួយទៀតមកវាយ link ATP P ហើយ slash មកហើយយើងវាយ one ណា one ហើយបងប្អូនវាយ .google អញ្ចឹងមើលពេលបងប្អូនវាយ http /1.google មកបងប្អូនឃើញអាកកទៅហ្នឹងឃើញមាន one.google.com explore ហើយ training plan AI premium student អញ្ចឹងបងប្អូនចុចលើហ្នឹងណាចេញចុចលើហ្នឹងចុចលើហ្នឹងហើយយើងចុចយក verify student status ណាបាទចេញចុចយក verify student status ចឹងបងប្អូនចុច verify ហើយយើងដាក់ email Thamel របស់យើងណានេះគឺជា Thamel ដែលយើងបាទនេះគឺ Thamel ដែលយើងទៅយកពីនេះ e-thamel យើងយក mail នឹងមកដាក់បងប្អូននេះ email យើងនេះយើង copy mail នឹងមកហើយយើងយកដាក់ចូលក្នុងនោះមកហើយយើង
Wi-Fi ហ្នឹងណាតោះទៀតយើងដាក់កូដនៅបងប្អូននេះកូដជាងកូដហ្នឹងនឹងផ្ញើទៅចូលនឹង e-email របស់យើងបាទបាទនេះគឺមកហើយបងប្អូនគ្នាបាទអញ្ចឹងយើង copy លេខកូដហ្នឹងយកមកដាក់ក្នុង Wi-Fi យើងមកបាទបន្ទាប់ទៀតយើងចុច continue ទៅចឹងបងប្អូនចុច start trial ណាបាទចុច start trial មកបាទអញ្ចឹងបន្ទាប់ពីយើងចុច start free trial ហើយគឺយើងចូលមកកាន់ឲ្យ add card បងប្អូនគ្នាអញ្ចឹងបងប្អូនអាចបង្កើត card limit មួយទៅដោយសារខ្ញុំមាន card limit Acivida អញ្ចឹងយើងអាចបង្កើត card limit visa limit បានខ្លួនឯងណាហើយបើសិនជាបងប្អូនចេះបង្កើតអាច comment ខាងក្រោមខ្ញុំនឹងធ្វើវីដេអូបង្ហាញមកដល់គ្នាអញ្ចឹងដោយសារតែខ្ញុំមាន card limit ហើយស្រាប់ហើយអញ្ចឹង visa limit ណាអញ្ចឹងយើងខ្ញុំ add តែម្ដងចុះបងប្អូនចុច add card មកខ្ញុំវាយអានេះលេខលើ card បងប្អូនគ្នា card limit បាទនេះគឺជា expire date 6/28នេះហើយអានេះលេខសម្ងាត់ CVV 3ខ្ទង់បាទហើយទៅយើងចុច save មកបាទចុច save ចុច subscribe មកបាទនេះបងប្អូនគ្នាយើងបាន subscribe ហើយគឺចេញសញ្ញានេះបាទជោគជ័យហើយអញ្ចឹងអូខេបងប្អូនគ្នាយើងអាចចូលទៅGemini បានហើយបាទនេះ Gemini យើង Pro បងប្អូនគ្នានេះចេញ Pro ហើយអញ្ចឹងយើងចង់ផលិតវីដេអូចង់អីស្រួលមែនតើបងប្អូនសាប់ Pro ហើយណាបាទ Gemini យើង Pro នេះ go to Gemini Pro បាទអញ្ចឹងរបៀបចុះឈ្មោះគឺមានប៉ុណ្ណឹងហើយបើសិនជាមានចម្ងល់អាច comment ខាងក្រោមវីដេអូបានណាអរគុណច្រើនជម្រាបលា